សិលាចារឹកបានចាត់ថានៅពេលប្រាសាទបានសាងសង់រួចរាល់ស្រាប់តែមានរន្ទះបាញ់ដែលជាប្រផ្នូលអាក្រក់មិនល្អមិនអាចបន្តសាងសង់បានឡើយសិលាចារឹកនៅប្រាសាទតាកែវមានចំនួន7ស្ថិតក្នុងគោបរៈទិសខាងកើតស្នាដៃរបស់បណ្ឌិតយោគីស្វារៈស្ថិតនៅក្នុងគោបរៈខាងក្រៅដែលសរសេរនៅមេទ្វារទិសខាងកើតបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅតាមដានទស្សនាតាមរយៈ Channel ខ្មែរ Story KS នៅខែដែរ Admin នឹងលើកយកនៅប្រវត្តិប្រាសាទមួយទៀតនោះគឺប្រវត្តិប្រាសាទតាកែវដូច្នេះសូមពុកម៉ែបងប្អូនមកតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាលឃុំនគរធំស្រុកសៀមរាបខេត្តសៀមរាបប្រាសាទនេះសាងសង់ឡើងនៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5និងធ្វើអំពីថ្មភក់ដោយមានទំហំ100ម៉ែត្រគុណនឹង120ម៉ែត្រទ្រង់ឡើងគ្រងរាជសម្បត្តិពីឆ្នាំ968ដល់ឆ្នាំ1001នៃគ្រិស្តសករាជបើតាមលោកសុកសឺដេសបានឲ្យដឹងថាប្រាសាទនេះត្រូវបានបោះបង់ចោលព្រោះពេលនោះមានរន្ទះបាញ់ត្រូវប៉ុន្តែលោកសុសក្រោសលីយេយល់ថាដោយមានកើតហេតុអាក្រក់ទើបបណ្ដាឲ្យគេបោះបង់ចោលសំណង់នេះលុះមកដល់រជ្ជកាលព្រះបាទសូវរ្ម័នទី1ទើបទ្រង់បញ្ជាឲ្យគេជួសជុលឡើងវិញអ្នកស្រាវជ្រាវជាតិបារាំងម្នាក់ឈ្មោះអ្នកស្រីកូរ៉ាល់រេម៉ូសាតបានសរសេរនៅក្នុងសៀវភៅផាតខ្មែរថាប្រាសាទតាកែវកសាងដោយព្រះបាទជ័យវរ្ម័នទី5នៅក្នុងគ្រិស្តសករាជ974ដើម្បីឧទ្ទិសថ្វាយព្រះឥសូរនិងព្រះសិវៈព្រះមហាក្សត្រអង្គនេះបានឡើងសោយរាជសម្បត្តិក្នុងវ័យកុមារភាពដូច្នេះមានព្រះរាជគ្រូជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាឲ្យគេសាងសង់ទីក្រុងថ្មីមួយឈ្មោះថាជោយន្ទ្រនគរគិរីដែលមានប្រាសាទភ្នំហេមគិរីបាននៅត្រង់ចំណុចហេមគិរីនឹងគឺប្រេតថាមាសបាទនៅក្នុងនឹងបាទនៅចំកណ្ដាលបើតាមការប៉ាន់ស្មានប្រាសាទហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះអ្វីបើប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដោយប្រាសាទនានានៅក្នុងតំបន់អង្គរប៉ុន្តែត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថាប្រាសាទនេះដូនតាខ្មែរធ្វើមិនទាន់ហើយក្តីក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថាហេមគិរីបូជនីយដ្ឋានកណ្ដាលនៃទីក្រុងជោយន្ទ្រនគរគិរីរបស់ព្រះបាទជ័យវរ្ម័នទី5យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ថាប្រាសាទតាកែវត្រូវបានកសាងបង្ហើយដោយព្រះបាទសូវរ្ម័នទី1ពីឆ្នាំ1606ដល់ឆ្នាំ1050ដោយបានឡើងសោយរាជ្យនៅដើមសតវត្សទី11ទន្ទឹមនឹងនោះព្រះអង្គក៏ឲ្យគេស្ថាបនាឲ្យចប់ជាស្ថាពរនៅប្រាសាទភិមីអាកាសប្រាសាទគោបរៈនៃរាជវាំងផងដែរសិលាចារឹកបានចាត់ថានៅពេលប្រាសាទបានសាងសង់រួចរាល់ស្រាប់តែមានរន្ទះបាញ់ដែលជាប្រផ្នូលអាក្រក់មិនល្អមិនអាចបន្តសាងសង់បានឡើយសិលាចារឹកនៅប្រាសាទតាកែវមានចំនួន7ស្ថិតក្នុងគោបរៈទិសខាងកើតស្នាដៃរបស់បណ្ឌិតយោគីស្វារៈស្ថិតនៅក្នុងគោបរៈខាងក្រៅដែលសរសេរនៅមេទ្វារទិសខាងកើតស
សិលាចារឹកនេះសរសេរជាភាសាសំស្ក្រឹតមាន38បន្ទាត់ដោយរៀបរាប់អំពីអំណោយរបស់ព្រះយោគីបណ្ឌិតដែលបានធ្វើវត្តនានាដូចជាវត្តលឹងបរៈអង្គទន្លេវត្តឯកចាមេស្វារៈជាដើមតាមសិលាចារឹកលេខ K842 និងលេខ K534 បានហៅប្រាសាទនេះថាហេមគិរីជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាភ្នំមាសដើមសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5 968ដល់ឆ្នាំ1001និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរវរ្ម័នទី1 1606ដល់1050បាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះ admin សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត